អ្នកទាំងអស់គ្នាធ្លាប់អត់នៅសុកសុកវិលមុខអត់មូលហេតុថ្ងៃនេះយើងមកនិយាយអំពីប្រធានបទមួយទាក់ទងទៅនឹងការវិលមុខធ្លាប់អត់នៅសុកសុកយើងវិលមុខដោយអត់មានមូលហេតុខ្ញុំនឹងលើកយកអំពីហេតុផលមួយក្នុងចំណោមមូលហេតុជាច្រើនដែលធ្វើឲ្យយើងមានអាការៈវិលមុខបញ្ហាត្រជាផ្នែកខាងក្នុងមានជំងឺមួយហៅថា benign paroxysmal positional vertigo ឬក៏យើងហៅកាត់ថា BPPV ជាជំងឺមួយដែលយើងតែងតែជួបប្រទះដែរដែលអ្នកជំងឺគាត់នៅសុខក៏ស្រាប់តែមានអាការៈវិលមុខនៅពេលដែលគាត់ធ្វើចលនាងាកមុខងាកខ្លួនឬក៏គាត់មានចលនាទៅលើផ្នែកក្បាលរបស់គាត់ហ្នឹងស្រាប់តែគាត់មានអាការៈវិលមុខភ្លាមៗហើយមានអាការៈចង់ក្អួតចង្អោរជាដើមអាការៈទាំងអស់នេះក៏អាចកើតមាននៅពេលដែលអ្នកជំងឺគាត់តម្រេតខ្លួនគេអញ្ចឹងនៅពេលដែលតម្រេតខ្លួនគេហ្នឹងក៏ជាផ្នែកមួយដែលគេហៅថា change ទៅលើ head position ដែលធ្វើឲ្យមានអាការៈលេចជារោគសញ្ញានៃការវិលមុខភ្លាមៗមកចំពោះមូលហេតុដែលធ្វើឲ្យមានបញ្ហាទៅលើ inner ear ឬក៏ត្រចៀកផ្នែកខាងក្នុងហ្នឹងអាចមានមូលហេតុមួយចំនួនដូចជាគេហៅថា head trauma ឬក៏ការប៉ះទង្គិចទៅលើផ្នែកក្បាលរបស់យើងដែលធ្វើឲ្យមានការប៉ះពាល់ទៅលើ inner ear ហ្នឹងចំពោះមូលហេតុផ្សេងទៀតដូចជាការរលាកការបង្ករោគទៅលើ inner ear ក៏ជាមូលហេតុមួយដែលធ្វើឲ្យមានអាការៈវិលមុខនេះផងដែរចំណុចមួយដែលយើងអាសាជួបទៅលើអ្នកជំងឺដែលគាត់កង្វះអាហារូបត្ថម្ភឬក៏គាត់ការញ៉ាំអាហាររបស់គាត់ហ្នឹងមិនបានត្រឹមត្រូវដែលកង្វះទៅលើពពួកវីតាមីន D ជាបញ្ហាដែលយើងអាសាជួបញឹកញាប់ជាពិសេសទៅលើក្មេងៗមួយចំនួនដែលគាត់ចូលចិត្តញ៉ាំអាហារបែបជា fast food ដែលកងអាហារមួយដែលកង្វះនៅសារធាតុចិញ្ចឹមក៏លេចចេញទៅលើរោគអាការៈវិលមុខដែលសុកសម្រាប់គាត់បាយខ្លួនតម្រេតខ្លួនភ្លាមវិលមុខភ្លាមគាត់អត់ដឹងថាមកពីមូលហេតុអីអ្នកណាខ្លះដែលធ្លាប់មានអាការៈនៅសុកនៅពេលដែលបាយខ្លួនងាកមុខស្រាប់តែមានអាការៈវិលមុខភ្លាមហ្នឹងសូមខមមិនម្នាក់មួយឲ្យគ្រូបានដឹងផង